បាទជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំនឹងបាទលំអិតបន្តិចអំពីបាទការប្រជុំនៅថ្ងៃទី22បាទក្នុងខែធ្នូឆ្នាំ2025នេះពុកម៉ែបងប្អូនដោយការប្រជុំនេះគឺមានបាទអាស៊ាន11ប្រទេសចូលរួមហើយបាទក្រោយពីកិច្ចប្រជុំបាទបញ្ចប់នោះគឺมันមានបាទมันបានការអ្វីនោះទេពុកម៉ែបងប្អូនបាទក្នុងនោះដែរគឺអាស៊ានមិនមែនបាទគឺជាសមាគមរួមបាទវាសនារួមស្អីទៀតនោះទេបាទគឺសក់អ្នកណាគឺក្បាលអ្នកនឹងហើយបាទទំនាក់ទំនងបាទផលប្រយោជន៍ដ៏ច្រើនបាទសន្ធឹកសន្ធាប់នឹងស្មុគស្មាញរបស់សមាជិកបាទផ្សេងជាមួយនឹងថៃបានធ្វើឲ្យគ្រប់គ្នាមានការបិទភ្នែកបិទត្រចៀកធ្វើឲ្យបាទគឺធ្វើឲ្យមើលមិនឃើញជាមួយនឹងការស្ដាប់មិនឮទៀតនោះទេបាទគឺនៅតែបន្តអំពាវនាវឲ្យឈប់បាញ់បើទោះបីជាដឹងថាมันបានការបាទថៃមិនតាមយ៉ាងណាក៏ដោយពុកម៉ែបងប្អូនបាទថៃនៅតែប្រើបាទក្បាច់វាគឺសុកចិត្តអត់អីក៏អត់ចោះឲ្យតែយើងអត់បាទទាំងដែលក្បាច់នេះបង្ហាញយ៉ាងច្បាស់ក្រឡែតថាវាខុសបាទលក្ខខណ្ឌទាំង3ដែលថៃបានដាក់ជាលក្ខខណ្ឌដែលមិននឹកស្មានថាវាហ៊ានយកទៅនិយាយក្នុងបាទពេលបាទប្រជុំនោះបាទកាន់តែមិននឹកស្មានទៀតនោះគឺបាទគ្រប់គ្នាគ្មានប្រតិកម្មអីនោះទេបងប្អូនសាកគិតទៅមើលថាកម្ពុជាទាមទារឲ្យបាទឈប់បាញ់នៅម៉ោង12យប់ដោយគ្មានលក្ខខណ្ឌហើយម្នាក់បានលក្ខខណ្ឌបានដាក់លក្ខខណ្ឌបាទមួយខាងទៀតគឺមិនទទួលយកនោះទេអ្នកណាចង់បានសន្តិភាពពិតប្រកាសពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសំណួរដែលបានចោទសួរពុកម៉ែបងប្អូនបាទមួយទៀតចំណុចនិយាយថាឲ្យកម្ពុជាឈប់បាញ់មុនគឺស្មើបាទនឹងសារភាពថាយើងបាញ់វាមុនបាទនឹងសរសេរលាយលក្ខណ៍អក្សរសូមឈប់បាញ់គឺស្មើនឹងបាទប្រកាសថាចាញ់វាប៉ុន្តែហើយបើមិនហៅថាបាទឈ្មោះសង្គ្រាមទៀតមិនដឹងហៅថាបាទអ្វីឲ្យសមទេពុកម៉ែបងប្អូនបាទលក្ខខណ្ឌទាំង3ដែលបាទថៃបានដាក់នេះហើយកម្ពុជាគឺបាទអត់មានលក្ខខណ្ឌអីទេគឺបាទសូមត្រឹមតែបាទឈប់បាញ់ត្រឹមម៉ោង12បាទការត្រឹមថ្ងៃទី22នេះប៉ុន្តែបាទថៃបានដាក់លក្ខខណ្ឌ3មកគឺបាទមិនមានប្រទេសណាមួយបាទគឺមានប្រតិកម្មនៅក្នុងបាកិច្ចប្រជុំនេះទីពុកម៉ែបងប្អូនបាទការទាញទៅទាញមកបាទចូលនៅក្នុងយន្តការទ្វេភាគីវិញគឺដើរបកក្រោយហើយបង្ហាញថាថៃខ្លាចអន្តរជាតិណាពុកម៉ែបងប្អូនព្រោះដឹងថាវាគឺជាបាទកំហុសរបស់ខ្លួនបាទទ្វេភាគីជាអ្វីដែលយើងធ្វើរាប់ខែហើយតើក្រោយពីបាទសង្គ្រាមលើកទី1បាទចុះលទ្ធផលទៅជាយ៉ាងណាបាញ់ជាលើកទី2ហើយកាន់តែធ្ងន់ជាងលើកមុនទៀតពុកម៉ែបងប្អូនការពីលើកទី1នេះគឺថៃបានបើកការវាយប្រហារមកលើកម្ពុជាចំនួន5ថ្ងៃហើយចំពោះបាទការបាញ់នៅលើកទី2នេះគឺមានរយៈពេល17ថ្ងៃហើយពុកម៉ែបងប្អូនចាប់តាំងពីថ្ងៃទី7ឈានចូលដល់ថ្ងៃទី8ឥឡូវនេះគឺចូលមកដល់ថ្ងៃទី22 23ហើយគឺមិនទាន់មានដំណោះស្រាយណាឲ្យថៃបាទឈប់បាញ់មកលើកម្ពុជាបាទទៀតនោះទេបាទចុងក្រោយនៅតែថ្លែងការក្នុងនាមអាស៊ានធ្វើតាមនឹងដដែលឬគ្មានអ្នកណាខ្វល់ពីសន្តិភាពនៅក្នុងបាទតំបន់នេះតទៅទៀតទេពុកម៉ែបងប្អូនបាទថៃបាទចោះចន្លោះច្បាប់អាស៊ានបានយ៉ាងស្អាតបងប្អូនគឺគោលការណ៍បាទកុងសង្ស៊ីនិងគោលការណ៍មិនជ្រៀតជ្រែករឿងផ្ទៃក្នុងបាទរបស់សមាជិកបងប្អូនត្រូវយល់ថាអាស៊ានលូកដៃបានទាត់តែប្រទេសទាំងពីរព្រមលូកបាទតែมันមានមួយខាងណាទាញទៅទ្វេភាគីបាទអាស៊ានលុកជ្រៅមិនបានទេបាទត្រូវយកយន្តការទ្វេភាគីជាអាទិភាពហើយម្យ៉ាងទៀតដោយយោងតាមបាទកងសង្ស៊ីការសម្រេចឬដោះស្រាយបញ្ហាអ្វីមួយมันអាចសម្រេចទៅបានឡើយបើមានបាទសមាជិកណាមួយជំទាស់ដូច្នេះចុងក្រោយទោះជាយ៉ាងណាក៏ថៃនៅតែជាឆ្អឹងទទឹងកដែរពុកម៉ែបងប្អូន
និយាយមកដល់ចំណុចនេះបាទម៉ាឡេស៊ីបាទទោះបីជាម៉ាឡេស៊ីចង់ជួយក៏មិនដឹងថាអាចជួយបាទយ៉ាងណាតទៅទៀតទេមានចិត្តក៏មិនមានសមត្ថភាពដែរពុកម៉ែបងប្អូនក្នុងបាទគណៈពេលនេះបងប្អូនតែកម្ពុជាហាក់បានដឹងមុនហើយថាគឺมันអាចទៅរួចទេបាទក្នុងបាទកិច្ចប្រជុំអាស៊ាននេះបាទគ្រាន់តែចង់បំពេញមុខក្នុងនាមជាសមាជិកអាស៊ាននិងអ្នកជិតខាងថៃតែប៉ុណ្ណោះពុកម៉ែបងប្អូនដឹងហើយការប្រជុំអាស៊ាននេះគឺបាទបងប្អូនកម្ពុជាគឺដឹងមុនថាมันអាចទៅរួចជាមួយនឹងថៃទេមិនតែដើម្បីបំពេញមុខនៅក្នុងអាស៊ានកម្ពុជាក៏សម្រេចចិត្តទៅប្រជុំនោះដើម្បីបាទគិតថាមានអ្នកចិត្តខាងថៃដែលគឺកំពុងតែឆ្លោះប្រកែកគ្នាឬក៏បាញ់បោះនៅគ្នានេះបងប្អូនបាទកម្ពុជាគឺមិនបានបង្ហាញអំពីការខកចិត្តឬប្រតិកម្មខ្លាំងអីនោះទេទៅនឹងលទ្ធផលប្រជុំអាស៊ាននៅថ្ងៃទី22ខែធ្នូនេះផ្ទាល់តែម្ដងនេះប្រហែលជាបាទលើកចុងក្រោយហើយដែលកម្ពុជាប្រើបាទយន្តការតំបន់មកដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបាទខកចិត្តនិងអស់សង្ឃឹមបន្តិចដែរពុកម៉ែបងប្អូនតែរងចាំមើលសម្ដេចទាំងពីរបាទបន្តតាធ្វើយ៉ាងម៉េចទៀតទៅគឺបាទសម្ដេចហ៊ុនសែនជាមួយនឹងសម្ដេចបវរថាបតីហ៊ុនម៉ាណែតបាទនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាទរឿងនេះគឺมันអាចបញ្ចប់បាទត្រឹមនេះដោយស្រួលទេពុកម៉ែបងប្អូនបាទគិតថាប្រហែលមានបាទសេណារីយ៉ូខ្លះដែលបាទសម្ដេចលោកគិតឃើញប៉ុន្តែគឺមិនដែលចង់ស្រមៃចង់ប្រើដល់ពេលដែលត្រូវបង្ខំចិត្តប្រើវាហើយពុកម៉ែបងប្អូនបាទកិច្ចប្រជុំនៅថ្ងៃទី22នេះបាទគឺជាកិច្ចប្រជុំដ៏ខ្មៅងងឹតណាស់ប្រហែលជាបាទគឺមិនមែនជាថ្ងៃបាទសំណាងរបស់កម្ពុជានេះទេបាទគឺកិច្ចប្រជុំនេះបាទបងប្អូនក្នុងគណៈវេលានេះគឺមានតែបាទខ្លួនទីពឹងខ្លួនទេបាទការនៅស្ងៀមគឺមិនតបតជាមួយនឹងថៃបាទមកពីឋានៈដឹកនាំយើងបាទមិនចង់ឲ្យប្រជាជនបាទឬក៏ប្រជារាស្ត្របាទមានបាទរងគ្រោះណាមួយបាទគាត់ចង់ដឹងថាសៀមវាលេងក្បាច់អីទៀតពុកម៉ែបងប្អូនបាទចាំមើលថាថៃបាទឬក៏សៀមចៅសៀមវានៅតែបន្តបាទលេងក្បាច់អីទៀតបាទថៃនេះគឺវាអនណាស់បងប្អូនអ្នកគ្នាបាទគឺវាបានប្រើជាមួយនឹងយន្តហោះចម្បាំងនៅ S16 ដែលបាទទម្លាក់មកលើបាទផ្ទះសម្បែងផ្លូវថ្នល់ជាមួយនឹងជាស្ពានបាទនៅលើបាទព្រះរាជាណាចក្រកម្ពុជាយើងបងប្អូនអ្នកគ្នាគឺបាទមិនតិចក្របនោះទេបងប្អូនហើយបាទក៏រស់នៅបាទយ៉ាងមានការគៀបសង្កត់ពីប្រទេសវាផងដែរបងប្អូនគ្នារយៈពេលបាទប្រហែលថ្ងៃដែរបាទវាធ្វើបាទសង្គ្រាមមកលើប្រទេសកម្ពុជានេះបងប្អូនទាំងអស់គ្នាប៉ុន្តែកម្ពុជាយើងនៅតែរើបំរាស់ជារឿងដែលអស្ចារ្យមួយហើយដែលបាទគឺខ្មែរយើងពិតជាចង់បាននៅសន្តិភាពបាទអញ្ចឹងគឺមកពីខ្មែរយើងគឺមានមនោសញ្ចេតនាចំពោះបាទប្រទេសដែលបាទបានធ្វើអាក្រក់មកលើប្រទេសខ្មែរយើងគឺមកមិនចង់មានសង្គ្រាមជាមួយនឹងប្រទេសណាទេបងប្អូនលោកគ្នាគឺសុំតែបាទចង់បាននៅសុខសន្តិភាពទេបាទបងប្អូនទាំងអស់គ្នា